Yo, hello សួស្តីអ្នកនរគ្នាថ្ងៃហ្នឹងគឺខ្ញុំមកធ្វើតាមសំណូមពរដែលប្រូមួយចំនួនគាត់ចង់ឲ្យខ្ញុំប្រាប់ពីរបៀបក្នុងការ download Minecraft free នៅក្នុងcomputer អ្នកនរគ្នានៅក្នុង PC laptop អីចឹងអ្នកនរគ្នាតែថ្ងៃហ្នឹងគឺខ្ញុំមកប្រាប់អ្នកនរគ្នាពីរបៀបdown Minecraft ដោយ free នៅលើ MacBook Pro M3 អញ្ចឹងអ្នកនរគ្នាដោយសារតែមួយចំនួនគឺគាត់ចេះ down ទៅតាមWindows អញ្ចឹងថ្ងៃហ្នឹងខ្ញុំប្រាប់មកអ្នកនរគ្នាពីរបៀប down នៅក្នុង macOS ម្ដងជំហានទី1មុននឹងចូលវីដេអូខ្ញុំសូមអ្នកនរគ្នាម្នាក់មួយជួយចុច Subscribe and like វីដេអូហ្នឹងម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីៗពីខ្ញុំទៀតអូខេអញ្ចឹងយើងត្រឡប់មកវិញគឺជំហានទី1ដើម្បីក្នុងការdown នៅក្នុង Mac របស់យើងបានគឺនេះគឺជា Mac របស់ខ្ញុំ Mac ជា MacBook Pro សម្រាប់លេងហ្គេមអីក៏បានដែរអ្នកនរគ្នាអូខេតោះជំហានទី1យើងអាចចូលពីគឺ Safari Chrome អូខេយើងឧទាហរណ៍ទៅលើ Chrome តែអូខេលើ Chrome តែម្ដងតោះមកយើងរើសអីមួយមកតោះជាជាជំហានដំបូងយើងទៅការចូលChrome ឬក៏ Google Chrome មកយើងsearch ពាក្យT-Launcher free នេះអ្នកនរគ្នាឃើញ T-Launcher free អ្នកនរគ្នាចុចតាមខ្ញុំមកបន្តមកអ្នកនរគ្នាឃើញ T-Launcher download Minecraft T-Launcher អ្នកនរគ្នាចុចលើ link ហ្នឹងមកបន្តមកអ្នកនរគ្នាចុចលើ download TL ហ្នឹងមានន័យថា T-Launcher ហ្នឹងឯងតើអ្នកនរគ្នាចុច download វាមួយមកតើមកនេះគឺជាបើសម្រាប់យើងប្រើ Windows អ្នកនរគ្នា select លើ Windows បើអ្នកនរគ្នាប្រើ Linux អ្នកនរគ្នាអាច select លើ Linux ប៉ុន្តែខ្ញុំប្រើសម្រាប់ Mac អញ្ចឹងខ្ញុំ select លើ Mac តោះមកអ្នកនរគ្នាចុចលើអា Q ហ្នឹងទៅវា download ហើយនេះបន្ទាប់ពីវា download ហើយអ្នកនរគ្នាចុចចូលទៅមើល file នេះជា file របស់វាតែយើងអាចធ្វើអីបានទេនេះ T-Launcher របស់យើងអូខេបន្ទាប់មកគឺយើងទុកអាហ្នឹងសិនដោយសារតែយើងបើកវាអត់ទាន់បានទេតោះមកគឺយើងចូល Google មួយទៀតចូលដដែលយើង search ពាក្យJava យើង search ពាក្យJava នេះ for Mac OS នេះ Java for Mac OS ហើយអ្នកគ្នាចុចលើហ្នឹងមកនេះអ្នកគ្នាឃើញ download Java ឬអ្នកគ្នាចុចលើ link ហ្នឹងមួយមកតើមកអ្នកគ្នាអស់មកក្រោមនេះគឺជា version របស់ Windows ដែលវាមានចំនួន3 version ហើយអានេះជា version របស់ Mac សម្រាប់យើងប្រើ Mac អ្នកគ្នាចុចselect លើ Mac ហើយអ្នកគ្នា down Mac OS ARM 64នេះចំនួន12នេះតើអ្នកគ្នាចុចលើហ្នឹងមកចុចឲ្យវា down ណានេះវាកំពុងតែ down អូខេចាំវា down ឲ្យពេញចាំយើងធ្វើការនេះវាបន្តទៀតចាំវា down ពេញសិនអូខេនេះបន្ទាប់ពីវា down ពេញអ្នកគ្នាចុចលើ file របស់វាមកតោះមកនេះគឺយើងឃើញហើយក៏តែយើងអាចធ្វើអីបានទេនេះគឺមាន file មួយគឺ file ហ្នឹងតើមកអ្នកគ្នាចុចលើ file ហ្នឹងមកអ្នកគ្នាអាចអូសវាមកអញ្ចឹងអូសវាមកអញ្ចឹងមកអូខេនេះជា file របស់វាមួយ file របស់វាមួយដែលយើង down វាបានហើយប៉ុន្តែយើងត្រូវការមួយទៀតគឺ T-Launcher សម្រាប់ចូលក្នុងនេះរបស់យើងចូលក្នុង game Minecraft របស់យើងតមកគឺយើងចេញពីហ្នឹងយើងទៅការចូល file នេះចូលរក file របស់យើងមកបន្ទាប់មកយើងរកមើលកន្លែង T-Launcher នេះ T-Launcher នេះយើងត្រូវការ download មិញតែយើងអាចធ្វើអីវាបានទេវាជាកូដអីញ៉ៃៗហើយយើង open វាក៏ open អាការដែរដើម្បីយើង open អាហ្នឹងបាន open T-Launcher ហ្នឹងដើម្បីមកដាក់ចេះដាក់ដូចខ្ញុំចេះបានយើងត្រូវជាដំបូងគឺយើងត្រូវការចូល setting ចូលអ្នកគ្នាចូលរូបផ្លែប៉ោមនៅលើ screen ខាងឆ្វេងដៃមកចុចលើហ្នឹងហើយអ្នកគ្នា system
អឺ system setting អ្នកគ្នាចុចចូលនៅកន្លែងហ្នឹង and then យើងទៅការរក touch private security ដោយសារកន្លែងហ្នឹងគឺជាកន្លែងមួយដែលក្រុមហ៊ុនរបស់ MacBook ហ្នឹងវាអត់ support ទៅលើកម្មវិធីអីដែលវាអឺដែលពីក្រៅមកទេដោយសារតែកម្មវិធីហ្នឹងជាប្រភេទកម្មវិធីក្រិចអញ្ចឹងដោយសារតែអ្នកគ្នាដឹងហើយជា Mac ក្រុមហ៊ុន Apple ឬក៏ Mac ហ្នឹងគឺវាផ្ដោតសំខាន់ទៅលើផ្នែក software cyber security គឺល្អខ្លាំងមែនតើអត់ងាយថាអឺ មេរោគអីចូលផ្ដេសផ្ដាសអញ្ចឹងគឺគេការពារសុវត្ថិភាព privacy security តោះមកអ្នកគ្នាចុចអាកន្លែងហ្នឹងហើយនេះ open all the way នេះអ្នកគ្នា tick ឃើញអត់ពេលយើង down ហើយវាមាន T launcher នេះ T launcher JR ហ្នឹង.jar was block ហ្នឹងរួចបន្តអ្នកគ្នា open all the way ចុចមកបន្ទាប់មកអ្នកគ្នានេះចុច open នេះអូខេអ្នកគ្នាចុច open មកអាហ្នឹងវាជាលេខកូដរបស់យើងតោះមកអ្នកគ្នាចុច allowed and then វាកំពុងតែ processing ដំណើរការហើយតោះអ្នកគ្នាចុចអូខេអូខេទៀតវាកំពុងតែដំណើរការអូខេនេះវាកំពុងតែ down វាកំពុងតែ down ហើយវាចាប់ផ្ដើមចូលអញ្ចឹងមកអានេះជាដោយសារតែហេតុអីបានវាចេញអញ្ចឹងនេះវាពេលវាចេញអញ្ចឹងមានន័យថាយើងជោគជ័យហើយតោះមកយើងចុចកន្លែងនេះ enter the game ឬក៏បើសិនជាអ្នកនរគ្នាអត់ទាន់មាន account game ទេដោយសារតែខ្ញុំអឺលេង game ខ្ញុំមានអាហ្នឹងហើយមាន account game Minecraft ហ្នឹងហើយតែសម្រាប់បញ្ជាក់អ្នកនរគ្នាគឺ account ហ្នឹងគឺបានតែប្រភេទ account ទើបតែបង្កើតថ្មីឬក៏ account ក្រិចអីទេគឺយើងអត់ដាក់ account premium គឺអត់កើតទេតោះមកអ្នកនរគ្នានេះចុចអាកន្លែងនេះចុចអាកន្លែង tray 3នេះមកមិនមែន tray 3នេះកន្លែងនេះកន្លែងហ្នឹងហើយអ្នកនរគ្នាចុចអឺអាកន្លែង account នេះចុចហ្នឹងអ្នកនរគ្នា add account តោះមកអ្នកនរគ្នាដាក់ឈ្មោះអ្នកនរគ្នាអាច add account លេងបានហើយប៉ុន្តែខ្ញុំមាន account អញ្ចឹងហើយខ្ញុំចុច enter game តែម្ដងខ្ញុំចុច enter game ហើយបញ្ជាក់ទៀត stop អ្នកនរគ្នាគឺអានេះជាខ្ញុំ testing មិញឲ្យអ្នកនរគ្នាមើលទេគឺវាមិនមែនជាអីទេនេះវាចាប់ផ្ដើមចូលហើយនេះពេលវាចូលគឺចេញតម្រង់ Minecraft Java បែបហ្នឹងគឺបើសិនអ្នកគ្នាចង់លេង server មួយគេគឺយើងអាចលេងបាននេះចុចអាហ្នឹងមកគឺមាន server ច្រើនខ្លាំងមែនតើតែ server ហ្នឹងសម្រាប់អ្នកគ្នា add នេះធ្លាប់ add អាហ្នឹងដោយសារតែខ្ញុំវាធ្លាប់ធ្វើហើយវាចេញអញ្ចឹងហើយអូខេអញ្ចឹងអ្នកគ្នាវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់កន្លែងណាអាចអឺ comment នៅខាងក្រោមហើយបើសិនជាមានកន្លែងណាដែលខុសឆ្គងឬក៏អត់ទាន់អ្នកគ្នាអាចcomment ប្រាប់កន្លែងណាអ្នកគ្នាអត់ទាន់អីបានហើយសម្រាប់ Windows និង MacBook គឺវាស្រដៀងគ្នាដែរអ្នកគ្នាប៉ុន្តែ Windows វាស្រួលជាងអូខេអញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់ហើយសង្ឃឹមអ្នកគ្នានឹងចូលចិត្តហើយកុំភ្លេចជួយចុច like និង subscribe វីដេអូនឹងម្នាក់មួយអូខេអ្នកគ្នាបាយបាយ